ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកពុកម៉ែបងប្អូនទាំងគ្នាអំពីវិធីសាស្ត្រនៅក្នុងការព្យាបាលនៅពេលដែលកុមារក្តៅខ្លួនអញ្ចឹងនៅពេលដែលកុមារក្តៅខ្លួនគឺយើងត្រូវតែកំណត់ថាតើកុមារនោះគាត់មានកម្ដៅប៉ុន្មានដើម្បីកំណត់ពីកម្ដៅខ្លួនរបស់កុមារបានគឺយើងចាំបាច់ត្រូវតែមានឧបករណ៍សម្រាប់វាស់កម្ដៅឧបករណ៍សម្រាប់វាស់កម្ដៅគឺគេហៅថាជា thermometer គឺវាមានច្រើនប្រភេទអាចជាប្រភេទ thermometer បារ៉តនេះជា thermometer បារ៉តហើយនៅក្នុងការប្រើគឺវាអាចពិបាកសម្រាប់អ្នកដែលគាត់អត់ចេះមើលណាហើយមួយទៀតគឺ thermometer គេថាមានថ្មនេះអញ្ចឹងយើងអាចវាមានលេខសម្រាប់មើលយើងចុចទៅហើយយើងគៀបឃ្លៀកកុមារទៅដល់ពេលដែលវាឮសំឡេងទឺតយើងអាចយកមកមើលបានថាកម្ដៅកុមារនោះប៉ុន្មានមួយទៀតគឺតាក់ទងជាមួយនឹងការបាញ់នឹងឯងការបាញ់កម្ដៅគេច្រើនគេប្រើនៅពេទ្យនៅពេលដែលយើងបានវាស់កម្ដៅដោយ thermometer ហើយប្រសិនបើកុមារនោះមានកម្ដៅចាប់ពី 37.5 ឡើងទៅមានន័យថាគាត់មានបញ្ហានៃការក្តៅខ្លួនដូច្នេះហើយយើងចាំបាច់ត្រូវតែប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅការប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅគឺថ្នាំដែលប្រើជាទូទៅគឺគេហៅថាជា paracetamol ឬក៏ពីសារធាតុគីមីរបស់វាគឺថា acetaminophen paracetamol នេះគឺជាប្រើជាទូទៅហើយសុវត្ថិភាពនៅក្នុងការប្រើប្រាស់នៅក្នុងកម្រិតដែលត្រឹមត្រូវចំពោះកុមារអញ្ចឹងកម្រិតដែលត្រឹមត្រូវចំពោះកុមារគឺប៉ុន្មានគឺគេអាចយកគីឡូរបស់កូនបងប្អូនទាំងអស់គ្នានេះទៅគុណនឹង10ឬក៏15ប៉ុន្តែជាទូទៅគឺគេអាចគុណនឹង15អញ្ចឹងនៅក្នុងការប្រើប្រាស់ថ្នាំ paracetamol គឺគេមានរូបមន្តរបស់គេទៅពេលដែលទៅដល់ពេទ្យគឺពេទ្យប្រើរូបមន្តនៃការប្រើកម្រិតថ្នាំ paracetamol នឹងដោយយកលេខ15គុណនឹងគីឡូឧទាហរណ៍ថាកូនបងប្អូនទាំងអស់គ្នាមានគីឡូ10គីឡូគេយកគុណនឹង15វាស្មើនឹង150អញ្ចឹងនៅក្នុងកម្រិតប្រើ paracetamol គឺ150មីលីក្រាមដាក់ឲ្យគាត់ដើម្បីបញ្ចុះកម្ដៅរៀងរាល់5ម៉ោងឬក៏6ម៉ោងម្ដងអញ្ចឹងទៅថែមលើពីការប្រើប្រាស់ថ្នាំ paracetamol ដើម្បីបញ្ចុះកម្ដៅបងប្អូនទាំងអស់គ្នាក៏អាចយើងជូតខ្លួនឲ្យកូនយើងដោយទឹកមិនណាយកប្រសែងស្អាតមួយជាលក់ជាមួយនឹងទឹកក្តៅអ៊ុនហើយជូតនៅលើខ្លួនគាត់ឬក៏ស្អំនៅតំបន់គៀនតំបន់ដូចជាកដូចជាក្លៀកដូចជាភ្លៅឬក៏អាចប្រទេសបិទកម្ដៅប្រទេសបិទបញ្ចុះកម្ដៅហ្នឹងគឺយើងអាចបិទថ្ងាសបិទទ្រូងឬក៏បិទគល់ភ្លៅអីចឹងទៅដើម្បីឲ្យវាជួយស្រូបដើម្បីឲ្យចុះកម្ដៅនៅក្នុងការគ្រប់គ្រងកម្ដៅនិងព្យាបាលកម្ដៅទៅលើកូនក្មេងគឺយើងឲ្យថ្នាំយើងតាមដានមើលតើកុមារនោះគាត់ចុះត្រជាក់ឬក៏អត់ហើយចុះត្រជាក់ហ្នឹងគឺបានប្រមាណម៉ោងដែរយើងយកព័ត៌មានទាំងអស់ហ្នឹងដើម្បីអីនៅពេលណាដែលកូនបងប្អូនទាំងគ្នាញ៉ាំថ្នាំទៅអត់បាត់ឬក៏ញ៉ាំថ្នាំទៅចុះកម្ដៅតែបន្តិចឬក៏ចុះកម្ដៅតែតិចម៉ោងណាអញ្ចឹងយើងអាចយកព័ត៌មានទៅប្រាប់គ្រូពេទ្យបន្ថែមដើម្បីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យកូនរបស់បងប្អូនទាំងគ្នាឲ្យបានត្រឹមត្រូវប្រសិនណាបើបងប្អូនទាំងគ្នាធ្វើអនុវត្តតាមអ្វីដែលខ្ញុំបានប្រាប់ហើយកូនបងប្អូនទាំងគ្នានៅតែឡើងកម្ដៅឬក៏ចុះកម្ដៅដែរប៉ុន្តែចុះបានតិចតួចបងប្អូនទាំងគ្នាត្រូវតែយកកូនបងប្អូនទាំងគ្នាទៅពេទ្យគ្រូពេទ្យនឹងពិនិត្យកូនបងប្អូនទាំងគ្នារកមើលសញ្ញាផ្សេងទៀតដែរក្រៅពីរឿងក្តៅខ្លួនយ៉ាងណាមិញប្រសិនបើកូនបងប្អូនទាំងគ្នាក្តៅខ្លួនហើយមានរោគសញ្ញានៃការរួមផ្សំផ្សេងទៀតដែរដូចជាសញ្ញាគ្រោះថ្នាក់មួយចំនួនដូចជាតកតួមួយការហត់ខ្លាំងឡើងកម្ដៅដល់39អាចឈានទៅដល់ការប្រកាច់ហើយប្រសិនណាកូនបងប្អូនទាំងគ្នារឿងសន្លឹមអត់មានកម្លាំងបងប្អូនទាំងគ្នាចាំបាច់ត្រូវតែយកកូនបងប្អូនគ្នាទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យទៅតាមបច្ចេកទេសរបស់គ្រូពេទ្យអញ្ចឹងទៅជាទូទៅនៅពេលដែលទៅដល់ពេទ្យគ្រូពេទ្យតែងតែធ្វើដំណើរការនៃការរករោគវិនិច្ឆ័យហ្នឹងដោយការសាកសួរដោយការពិនិត្យរាងកាយដោយការពិនិត្យឈាមបន្ទាប់មកទើបសំយោគចេញជារោគវិនិច្ឆ័យដើម្បីឲ្យថ្នាំទៅកូនបងប្អូនទាំងគ្នាចំពោះមូលហេតុនៃការដែលធ្វើឲ្យកូនបងប្អូនទាំងគ្នាអាចមានបញ្ហានៃការក្តៅខ្លួនគឺមានច្រើនចំពោះកុមារគឺដោយសារតែមានការឆ្លងមេរោគហើយមេរោគនោះអាចជាពពួក virus និងអាចជាពពួក bacteria
ដែលពពួក virus និងពពួក bacteria ហ្នឹងគឺវាដើរតួនាទីចម្បងនៅក្នុងការដែលធ្វើឲ្យកូនបងប្អូនទាំងអស់គ្នាហ្នឹងមានការឡើងកម្ដៅខ្លួនដូច្នេះហើយប្រសិនបើបងប្អូនទាំងអស់គ្នាមានកូនដែលឡើងកម្ដៅបងប្អូនទាំងអស់គ្នាអាចសាកល្បងតាមវិធីដែលខ្ញុំបានប្រាប់ហើយបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់បានយល់នៅកន្លែងណាមួយបងប្អូនទាំងអស់គ្នាអាច comment នៅក្នុងវីដេអូនៅខាងក្រោមវីដេអូរបស់ខ្ញុំដើម្បីឲ្យខ្ញុំបានបញ្យល់បងប្អូនបន្ថែមទៀតដើម្បីឲ្យបងប្អូនទាំងអស់គ្នាចេះព្យាបាលចេះបានថាចេះមើលថែកូនបងប្អូនទាំងអស់គ្នានៅពេលដែលកូនបងប្អូនទាំងអស់គ្នាមានការកើនឡើងកម្ដៅក្នុងខ្លួន